ធ្លាប់មានគេប្រាប់ខ្ញុំថាទៅដល់ A10 ហើយគេឲ្យចូលគេដេញមកវិញប៉ុន្តែខ្ញុំអត់ជឿជំនះទៅខ្លួនឯងចង់ដឹងមើលជិះយន្តហោះចូលដល់ពលានយន្តហោះ A10 បងលុយវីសាបងអីគេហើយរួចរាល់ហើយបែរជាមន្ត្រីអន្តោប្រវេសន៍នៅពលានយន្តហោះគេនឹងអត់បិទវីសាអត់វាយត្រាឲ្យចូលទៅក្នុងប្រទេស A10 តែខ្ញុំអត់បានធ្វើខតបានអីគឺមានគ្រប់គ្រាន់ឯកសារអីសពគ្រប់សវត្ថយន្តហោះទៅមកអីអញ្ចឹងបងប្អូនដែលត្រៀមទៅ A10 ចង់ទៅលេង A10 ទៅមើលពីរ៉ាមីតខ្មោចម៉ាមីអីហ្នឹងបងប្អូនមើលវីដេអូនេះហើយត្រូវត្រៀមខ្លួនឲ្យរួចរាល់ប្រយ័ត្នទៅដល់ហើយគឺគេដេញមកវិញហើយដោយករណីរបស់ខ្ញុំនេះទៅដល់ហើយភ្នែកសព្រាតឡើងភ័យលួបប្រឡឹងម្នាក់គេឲ្យចូលហើយខ្ញុំនេះគឺគេអត់បិទវីសាអត់វាយត្រាអីឲ្យចូលទេនៅហេលហាលនៅខាងក្រោយហ្នឹងហើយខ្ញុំជឿថាបងប្អូនទាំងអស់គ្នាប្រកាសជាធ្លាប់ឮអីពីរឿង A10 គេល្បីថាសបោ scam សបោអីហើយទៅញញ៉ៃគឺពិបាកចូលពិបាកអីចឹងបងប្អូនមើលវីដេអូនេះនឹងដឹងថាតើវាញញ៉ៃវាពិបាកឬក៏ចូលបានដោយដែលគេនិយាយហ្នឹងមែនអត់មុននឹងចូលទៅដល់ខ្លឹមសារនៃវីដេអូរបស់យើងសម្រាប់បងប្អូនទាំងអស់គ្នាដែលមានចម្ងល់ផ្សេងៗក៏ដូចជាសំណួរទាក់ទងនឹងការធ្វើដំណើរកម្សាន្តជុំវិញពិភពលោកការ check មើលតម្លៃសវត្ថយន្តហោះ promotion ឬក៏សន្តាគារឡានក្រុងសមុទ្រទូកាណូតឬក៏សម្បត្តិរថភ្លើងគ្រប់ទិសដៅជុំវិញពិភពលោកក៏ដូចជាព័ត៌មានពីការស្នើសុំវីសាទេសចរដែលឲ្យបងប្អូនងាយចំណាយលុយតិចជាងឲ្យភ្នាក់ងារទេសចររត់ការឲ្យហើយត្រូវការកញ្ចប់ដំណើរកម្សាន្តនៅក្នុងស្រុកចំណាយលុយធូរជាជាងយើងទិញកញ្ចប់ធัวពីខ្មែរទៅបងប្អូនដើរលេងបានងាយស្រួលហើយអស់លុយតិចឬមួយក៏ត្រូវការអ៊ីនធឺណិតប្រើប្រាស់នៅក្រៅប្រទេសធានារ៉ាប់រងទេសចរអីផ្សេងនិយាយទៅគឺតាក់ទងទៅនឹងសំណួរចម្ងល់ផ្សេងពីការធ្វើដំណើរកម្សាន្តជុំវិញពិភពលោកបងប្អូនអាចឆាតចូលមកកាន់ page Facebook របស់ខ្ញុំបានដើម្បីសាកសួរព័ត៌មានបងប្អូនក៏អាចទស្សនាមើលវីដេអូរបស់ខ្ញុំនៅលើ channel YouTube TikTok page Facebook Bank Traveler ដូចគ្នាហើយមានចម្ងល់ផ្សេងបងប្អូនអាចឆាតចូលមកកាន់ page Facebook របស់ខ្ញុំបានគ្រប់ពេលវេលាសម្រាប់ប្រជាជនខ្មែរដែលកាន់ passport ខ្មែរអាចធ្វើដំណើរទៅប្រទេស A10 បានក្នុងលក្ខខណ្ឌទេសចរដោយអាចយក visa on arrival គេហៅថា visa ដល់ពេលយើងទៅដល់ពលានយន្តហោះរបស់គេហ្នឹងយើងគ្រាន់តែបង់លុយហើយគឺបាន visa បានឲ្យបិទទៅលើ passport ឆ្លងកាត់មន្ត្រីអន្តោប្រវេសន៍គេតែម្ដងហើយខ្ញុំនេះក៏បានធ្វើតាមលក្ខខណ្ឌបំពេញតាមលក្ខខណ្ឌរបស់គេគ្រប់គ្រាន់ដែរគឺទៅដល់បងលុយថ្លៃវីសាបងអីហើយឆ្លងកាត់មន្ត្រីអន្តោប្រវេសន៍ស្រាប់តែការខុសពីការរំពឹងទុកអញ្ចឹងការចេញដំណើររបស់ខ្ញុំគឺខ្ញុំបានជិះសិតតែនេះណាកម្រងជាយន្តហោះខ្នាតធំ2ជាន់ម៉ាស៊ីន4ហើយហោះខាងជើង Emirates អីហ្នឹងបាន GA 380ដូចចិត្តមែនហោះពីទីក្រុងឌូបៃប្រហែលជា4ម៉ោងហ្នឹងទៅទីក្រុងខៃរ៉ូទៅដល់ពេលល្ងាចទៅដល់ចេញពីយន្តហោះចេញអីដើរទៅដោយក្តីសង្ឃឹមថាទៅបានទៅឃើញពីរ៉ាមីតបានឃើញខ្មោចម៉ាមីសាកសពម៉ាមីនៅសារមន្ទីររបស់គេហ្នឹងដែលប៉ងមកយូរហើយមានណាស្រាប់តែទៅដល់ភ្លាមបងប្អូនដឹងមានរឿងអ្វីកើតឡើងទេThank you. Bye bye. Thank you. Bye. Welcome to Cairo. គ្នារបស់ខ្ញុំគេទៅជាមួយ3នាក់ប៉ុន្តែ2នាក់គេគឺគេបានឆ្លងចូលចម្លែកឯតែខ្ញុំនេះគឺនៅក្រោយគេស្រាប់តែដល់ពេលដែលខ្ញុំឈរតម្រង់ជួររងចាំឆ្លង immigration របស់គេនឹងហើយកាន់ visa កាន់អីដែលយើងបានបង់លុយហើយហ្នឹងហើយដល់វេនខ្ញុំគឺខ្ញុំហុច passport ជាមួយនឹង visa ទៅឲ្យខាងមន្ត្រីអន្តោប្រវេសន៍ស្រាប់ថាគេអត់ទាន់បិទឲ្យទេគេនៅសម្លឹងមើលមកយូរចុះឡើងគេ stop ធ្វើខ្ញុំហ្នឹងហ្មងគ្រាន់តែឃើញគេ stop ទេចុះឡើងឯងនេះបុកពោះភ្នែកសព្រាតហើយរងចាំមកសទុះស្រាប់តែគេហៅប៉ូលីសខាងពលានយន្តហោះគេមកទៀតគេមកសួរឈរមើលមុខខ្ញុំមើល passport ខ្ញុំចុះឡើងហើយគេនិយាយគ្នាគេមិនដឹងថាគេនិយាយអីខ្លះទេហើយបងប្អូនដឹងអត់ទោះបីជាយើងមានលក្ខខណ្ឌសិទ្ធចូលទៅប្រទេសគេដោយ visa on arrival គឺយើងទៅដល់ពលានយន្តហោះយើងបង់លុយថ្លៃ visa ក៏ដោយប៉ុន្តែគេនៅតែអាចនឹងមានសិទ្ធសួររកឯកសារសួរអីហើយគេសួរសំណួរដេញដោលយើងដោយរបៀបយើងសម្ភាសអញ្ចឹងសម្រាប់បងប្អូនដែលត្រៀមទៅគោលដៅទេសចរបងប្អូនត្រូវមានលិខិតកក់សន្តាគារសម្បត្តិយន្តហោះទៅមកដែលបង្ហាញពីទិសដៅនិងគោលបំណងបងប្អូនច្បាស់លាស់នៅពេលដែលសួរបងប្អូនត្រូវឆ្លើយទៅគេច្បាស់ម៉ាត់កុំឲ្យប៊ីបើកុំឲ្យភ័យឆ្លើយខុសឆ្លើយត្រូវអញ្ចឹងគឺអាហ្នឹងឯងគឺជាមុខសញ្ញាដែលគេអាចនឹងអត់ឲ្យបងប្អូនចូលហើយគឺគេដេញឲ្យបងប្អូនហោះត្រឡប់មកវិញហើយចំពោះសម្បត្តិយន្តហោះសម្បត្តិអីគឺគេអត់ទទួលខុសត្រូវទេគឺយើងត្រូវចេញលុយចេញអីខ្លួនឯងទោះបីជានៅក្នុងលក្ខខណ្ឌយើងអាចចូលដោយ visa on arrival ក៏ដោយហើយក្នុងលក្ខខណ្ឌមួយទៀតទោះបីជាបងប្អូនមានឯកសារគ្រប់គ្រាន់យើងឆ្លើយទៅត្រូវគ្រប់គ្រាន់ក៏ដោយប៉ុន្តែបើមន្ត្រីអន្តោប្រវេសន៍របស់គេមើលទៅយើងរបៀបថាមិនទុកចិត្តឲ្យតែគេគិតថាយើងចូលទៅក្នុងគោលបំណងអីផ្សេងទោះបីយើងទៅទេសចរពិតមែនក៏ដោយប៉ុន្តែឲ្យតែមន្ត្រីទេសចររបស់គេហ្នឹងគិតថាយើងអត់ស្រួលឬមួយក៏គេអត់ជឿទុកចិត្តយើងគឺគេមានសិទ្ធិគ្រប់គ្រាន់ក្នុងការបញ្ជូនយើងមកវិញអានេះគឺជាសិទ្ធិខាងមន្ត្រីអន្តោប្រវេសន៍នៅគ្រប់ប្រទេសទាំងអស់
ហើយមិនថាតែប្រទេសអេស៊ីបទេទោះបីជាប្រទេសណាផ្សេងៗបងប្អូនមានវីសាមានអីគ្រប់គ្រាន់ទៅដល់ខាងណាក៏ដោយអាស៊ីអឺរ៉ុបអាមេរិកអីក៏ដោយបងប្អូនមានវីសាមានអីស្របច្បាប់អីក៏ដោយទៅដល់មានឯកសារគ្រប់គ្រាន់បើគេគិតថាយើងអត់ស្រួលគេអត់ជឿយើងគឺគេមានសិទ្ធិក្នុងការបដិសេធឲ្យយើងចូលប្រទេសគេដូចគ្នាអញ្ចឹងចូលមកដល់រឿងរបស់ខ្ញុំវិញគឺសាច់រឿងរបស់ខ្ញុំបន្ទាប់ពីគេមើលប៉ាសពតមើលអីសួរហើយគេឆែកមើលស្លឹកប៉ាសពតតែខ្ញុំធ្លាប់ដើរទៅណាមកណាអីហ្នឹងគេសួរសំណួរអីតិចតួចថាមកធ្វើអីមកម្នាក់អីចឹងទៅខ្ញុំក៏អត់ហ៊ានប្រាប់គេថាមកពី3នាក់ដែរព្រោះខ្លាចអ្នកដែល2នាក់ទៅមុនហ្នឹងជាប់ត្រូវបានគេអត់បិទឲ្យឬមួយមានបញ្ហាអីបើសិនមានរឿងអីគឺមានតែម្នាក់ឯងហើយអញ្ចឹងហើយចុះឡើងគេមើលគេសួរគ្នាទៅគេនិយាយជាភាសាអង់គ្លេសគឺយើងស្ដាប់បានគេថា Cambodia អាច on arrival អញ្ចឹងគឺដោយសារបញ្ហានេះគឺមិនមែនមកពីខ្ញុំទេគឺដោយសារខាងបុគ្គលិកពលានយន្តហោះគេហ្នឹងគឺអាចគេអត់សូវដឹងច្បាស់ថាប្រទេសណាដែលលក្ខខណ្ឌមិនអីមិនបន្ទាប់ពីគេសួរគ្នាគេក្រុមការងារគេផ្សេងទៀតដែលគេបញ្ជាក់គេ confirm ប្រាប់ថាយើង Cambodia ហ្នឹងអាច on arrival ចូលទៅកាន់ប្រទេសគេបានទៅគេបិទអា visa ដែលខ្ញុំបង់លុយឲ្យហ្នឹងគឺគេហែកបកបិទនៅលើ passport យើងតែម្ដងបន្ទាប់មកគេមានអុកត្រាពីលើមួយទៀតបញ្ជាក់ confirm ថាយើងបានឆ្លងដែនកាត់តាមអន្តោប្រវេសន៍របស់គេស្របច្បាប់ត្រឹមត្រូវបាទអញ្ចឹងហើយបើសិនបងប្អូនមានកម្រងទៅអេស៊ីបឬមួយក៏ទៅប្រទេសណាក៏ដោយបងប្អូនត្រូវច្បាស់ថាលក្ខខណ្ឌប្រទេសគេតម្រូវអីគេខ្លះយើងមានឯកសារអីត្រឹមត្រូវហើយយើងមានគោលបំណងមានអីច្បាស់លាស់គឺនិយាយទៅគឺយើងច្បាស់លះតែម្ដងនៅពេលដែលគេសួរយើងហើយកុំឆ្លើយធ្វើប៊ីបើកភ័យម្ដងចេះម្ដងចុះម្ដងមកដើរលេងម្ដងមានមិត្តភ័ក្តិម្ដងអីហ្នឹងគឺអាហ្នឹងហើយគឺអ្នកដែលគេទៅមុនគឺខ្ញុំធ្លាប់បានជួបគេហ្នឹងគេប្រាប់ថាត្រូវអត់ឲ្យចូលឲ្យបញ្ជូនមកវិញដូចគ្នាហើយបើសិនបើករណីដែលគេបញ្ជូនយើងមកវិញគឺគេអត់ទទួលខុសត្រូវលើការចំណាយលើសវត្ថយន្តហោះលើអីលើអូតាដែលយើងបានកក់បានអីហ្នឹងទេអញ្ចឹងជាសរុបរួមមកវិញសិនបងប្អូនចង់ទៅលេងអេស៊ីបគឺប៉ាសពតខ្មែរយើងគឺអាចទៅបានដោយបង់លុយ visa on arrival ពេលយើងទៅដល់ពលានយន្តហោះអត់មានប្រមាណអត់មានស្មុគស្មាញអីទេសវត្ថយន្តហោះបងប្អូនត្រូវកក់មានទៅមកមានសវត្ថសន្តាគារមានអីត្រឹមត្រូវទៅហើយមាន plan មានអីច្បាស់លាស់ព្រោះដោយសារ A10 អីហ្នឹងគឺធ្លាប់តែឮល្បីថាអ្នកដែលគេទៅដើរលេងមុនហ្នឹងគឺគេនិយាយមិនព្រោះដែរពីខាង A10 ហ្នឹងតែសម្រាប់ខ្ញុំអត់អីទេទៅស្រុកណាខ្ញុំគិតថានៅស្រុកណាក៏វាមានមនុស្សល្អមនុស្សអាក្រក់អីចឹងយើងទៅដល់ណាក៏ដោយមិនថាតែទៅស្រុកទំនើបអីប៉ុណ្ណាទេគឺយើងត្រូវតែប្រុងប្រយ័ត្នខ្លួនយើងផ្ទាល់ហើយយើងត្រូវច្បាស់ថាយើងត្រូវធ្វើម៉េចអីមិនហើយត្រូវដឹងពីរបៀបក្នុងការជួយខ្លួនយើងនៅពេលដែលយើងជួបបញ្ហាអីផ្សេងអញ្ចឹងសម្រាប់ខ្ញុំជារួមមកវិញបងប្អូន A10 គឺបងប្អូននៅតែអាចទៅលេងបានហើយខ្ញុំគិតថាវាអត់មានបញ្ហាអីធំដុំមិនមានជាប្រទេសគ្រោះថ្នាក់អីដូចតែគេនិយាយហ្នឹងទេព្រោះថាខ្ញុំទៅគឺអត់មានអ្នកណាបាន scam ខ្ញុំមកកាក់ម៉ាស៊ីនអីទេ Cambodia Cambodia you know Cambodia America? near Vietnam Nah, but you live in America. You're rich. You have US dollar. Yes? No ហើយបើចង់ដឹងពីវិធីក្នុងការទៅលេងអេស៊ីបដែលចំណាយលុយអស់ធូដូចយើងដើរលេងនៅតំបន់ជុំវិញក្បែរប្រទេសជិតខាងយើងដែរបងប្អូនអាចរងចាំទស្សនាវីដេអូក្រោយឬមួយក៏មានចម្ងល់ផ្សេងៗតាក់ទងទៅនឹងការធ្វើដំណើរទៅកាន់អេស៊ីបឬក៏គ្រប់ប្រទេសជុំវិញពិភពលោកបងប្អូនអាចឆាតមកកាន់ page Facebook របស់ខ្ញុំបានសង្ឃឹមថាវីដេអូមួយនេះវានឹងមានប្រយោជន៍សម្រាប់បងប្អូនទាំងអស់គ្នាអ្នកដែលត្រៀមខ្លួនចង់ទៅលេងអេស៊ីបអីហ្នឹងអាចរៀបចំខ្លួនរួចរាល់ឬមួយទៅប្រទេសណាផ្សេងៗក្រៅពីអេស៊ីបអីក៏ដោយ spinach behind me is the spinach គេហៅ spin អ្នកនៅស្រុកនេះគេហៅ spin ភាសាអេស៊ីបយកអីគេ